ជីវិតពេលខ្លះគេអត់ឲ្យយើងប្រៀបធៀបទេបងប្អូនកាលណាយើងប្រៀបធៀបយើងរកក្តីសុខឲ្យខ្លួនអាចបានទេណាវាចឹងទៀតណាប៉ុន្តែរឿងខ្លះបើយើងអត់ប្រៀបធៀបទេគឺយើងនឹងអត់យល់ជាក់ស្ដែងថ្ងៃនេះខ្ញុំមកប្រៀបធៀបរឿងមួយឲ្យបងប្អូនមើលជាមួយនឹងខ្ញុំដូចគ្នាការប្រៀបធៀបខ្លះវាធ្វើឲ្យយើងស្វែងយល់ក៏ដូចជាហៅថាកាន់តែចេះជាងមុនឧទាហរណ៍ថ្ងៃនេះខ្ញុំមកប្រៀបធៀបរឿងអំពូលភ្លើងនេះមួយបងប្អូនមើលនេះអំពូលភ្លើងដូចគ្នាសន្ទះអាស័យដូចគ្នាប៉ុន្តែតម្លៃខុសគ្នាឧទាហរណ៍ដោយអំពូលភ្លើងនេះអំពូលភ្លើងកូនអាស័យនេះអញ្ចឹងណាសុំស្គប់មួយសិនស្នៃដូចអំពូលភ្លើងគោមឫស្សីនេះអញ្ចឹងបងប្អូនវត្ថុធាតុដើមគឺធ្វើពីសន្ទះអាស័យដូចគ្នាប៉ុន្តែបងប្អូនឃើញទេគោមនេះគឺគេធ្វើរចនាបថគេស្អាតហើយមានពីរជាន់មានខាងក្នុងនិងខាងក្រៅហើយគេកាច់គោមកាច់អីមើលទៅស្អាតខ្លាំងមែនតើបើបងប្អូនដាក់នៅលើអំពូលលើតុឬមួយក៏បងប្អូនព្យួរវិញណាស្អាតមួយយ៉ាងហើយតម្លៃវានៅក្នុងហាងតម្លៃវាត្រឹមតែ$12ទេណាអានេះប្រៀបធៀបប៉ុន្តែបងប្អូនមើលអំពូលនេះវិញបងប្អូនមើលអំពូលនេះវិញក៏អាស័យដូចគ្នាតែបើតាមខ្ញុំមើលវាអត់ទាន់សម្រេចជាសមិទ្ធផលពិតប្រាកដទេបានន័យថាវាត្រូវកាច់មកក្រោមទៀតចឹងទៅដើម្បីឲ្យវាខ្លាចទៅជាអំពូលអញ្ចឹងប៉ុន្តែបងប្អូនដឹងទេគ្រាន់តែការកាច់បែបនេះកាច់អត់ចាប់ចុងចាប់ដើមបែបនេះណាធ្វើឲ្យអំពូលនេះដែលគេយកទៅច្នៃប្រឌិតដូចថាបែបគេហៅថាបែបមិនទេនេះគេហៅបែបតាក់ទាញណាតាក់ទាញនៅកន្លែងដេកអីចឹងណាមួយសន្ទះនេះ$15ចាឆ្អែតថងឡើយហ្នឹងបងប្អូនខ្ញុំអ្នកលក់ដូចគ្នាឆ្អែតដូចគ្នាហើយខ្ញុំក៏យកមកពិចារណាហ្មងតាំងពីខ្ញុំយកមកលក់មកខ្ញុំគេងពេលណាខ្ញុំគេងអត់លក់អត់តាន់លក់ខ្ញុំគិតចុះមិនបានអញ្ចឹងមិនបានអានេះវាអត់តាន់ហើយផងបងប្អូនវាអត់តាន់ហើយវាអត់តាន់គ្រប់ចុងជ្រោយផងប៉ុន្តែវាបានតម្លៃថ្លៃជាងអាគេនេះអ្នកគ្រប់ជ្រុងជ្រោយនេះទៀតណាបើតែជាអញ្ចឹងវិញពេលខ្លះយើងមិនចង់ប្រៀបធៀបទេប៉ុន្តែពេលខ្លះយើងគ្រាន់តែយកមកប្រៀបធៀបដើម្បីបង្កើនការគេថាអីអាហ្នឹងគេហៅបង្កើនការស្វែងយល់ពីតម្រូវការរបស់អតិថិជនតើហេតុអីបានជាអំពូលបែបផ្សាយម៉ៃនេះវាថ្លៃជាងអំពូលធម្មតាអញ្ចេះប៉ុន្តែបងប្អូនសម្រាប់អំពូលពីរនេះបើសិនជាបងប្អូនគុំចូលគ្នាធ្វើឲ្យបងប្អូនអស់លុយកាន់តែច្រើនហើយវាបង្កើនការតាក់ទាញចានិយាយទៅអានេះវាដាក់ចូលគ្នាអញ្ចឹងទៅធ្វើឲ្យអំពូលភ្លើងហ្នឹងកាន់តែមានភាពតាក់ទាញហើយអ្វីដែលសំខាន់គឺអស់លុយច្រើនចឹងនេះការប្រៀបធៀបខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេចឹងនិយាយថារបស់ខ្លះធ្វើបានពេញលេញពេញលក្ខណៈបានតម្លៃត្រឹមតែ12ទេប៉ុន្តែរបស់ខ្លះទៀតធ្វើអត់ពេញលក្ខណៈបងប្អូនសំយងចោលប៉ុណ្ណេះទេបងប្អូនតែបានតម្លៃដល់ទៅ$15អរគុណ